បងប្អូនយើងណាខ្លះដែលកំពុងស្វែងរកពីរបៀបដូរពីរូបផែនដីបែបនេះបាទនេះរូបផែនដីនេះទៅជាសញ្ញាដុំកង់សម្រាប់ Facebook page របស់យើងអញ្ចឹងមិនថាបងប្អូនទេខ្ញុំក៏អញ្ចឹងដែរគឺស្វែងរកពីរបៀបដាក់វាមែនតែនតែរត់បានទេឥឡូវនេះបើសិនជាបងប្អូនកំពុងមើលវីដេអូមួយនេះគឺបងប្អូនអាចចេះហើយដោយសារខ្ញុំមានវិធីសាស្ត្រដើម្បីធ្វើឲ្យវាទៅជាសញ្ញាដុំកង់ហ្នឹងហើយបាទអញ្ចឹងយើងចូលមកកាន់ page របស់យើងអញ្ចឹងមកបាទយើងចូលអញ្ចឹងមកហើយយើងចុចលើ tray 3ខាងនេះបន្ទាប់មកយើងចុចលើ setting ណាយើងចុចលើ setting មកយើងចុចលើសញ្ញា setting របស់យើងអញ្ចឹងមកបាទហើយយើងអូសមកក្រោមមកយើងរកពា follower and public content បាទយើងចុចលើហ្នឹងមកបន្ទាប់មកយើងធ្វើការអូសវាមកក្រោមបាទយើងអូសមកក្រោមមកយើងមើលអាកន្លែងនេះគេដាក់ថា country restriction បាទកន្លែងហ្នឹងណាយើងចុចលើហ្នឹងមកបាទចុចលើពាក្យ view នេះមកអូខេបន្ទាប់មកបងប្អូនធ្វើការរើសប្រទេសមួយបាទដើម្បីយើងធ្វើការបិទវាបាទយើងរើសអាក្រមនេះមកយើងធ្វើការរើសប្រទេសណាមួយដែលយើងគិតថាវាអត់អាចមើល page របស់យើងបានអញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការវាយឈ្មោះសិនបាទយើងធ្វើការរវាមកយើងមើលអាប្រទេសណាឈ្មោះចម្លែកទៅអានឹងយើងប្លុកចោលអញ្ចឹងទៅអញ្ចឹងខ្ញុំយកអា e នេះមកបាទនេះខ្ញុំចុចលើនឹងមកបាទខ្ញុំយកប៉ុណ្្នឹងហើយខ្ញុំចុចថយវិញបន្ទាប់មកយើងចុចអាខាងលើនេះបាទហើយយើងយកក្រោមនឹងមកណាយើងយកក្រោមទៅមកហើយយើងថយវាវិញមកបាទយើងថយឲ្យអស់មកហើយយើងទៅមើល page របស់យើងចាំមើលថាតើវាលោតសញ្ញាដុំកង់ហើយនៅបាទអញ្ចឹងយើងចូលមក page របស់យើងមកគេយើងអូសមកក្រោមអញ្ចឹងបងប្អូនយើងឃើញនេះគឺចេញសញ្ញាដុំកង់មកហើយបាទនេះសញ្ញាមួយហ្នឹងអញ្ចឹងរបៀបដាក់ងាយទេអត់មានអីពិបាកទេបាទហើយបើសិនជាបងប្អូនចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយចុច like និងចុច share ម្នាក់មួយផងបាទជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀត